ហើយតែសភាពការនេះជាអ្វីទៅលើកនេះមិនបាច់និយាយពីក្រុមគ្រួសារឈូទេសូម្បីតែមនុស្សខាងក្រៅជាច្រើនដែលមិនស្គាល់ឈូហ្វេងក៏បានងាកក្រឡេកមើលទៅគាត់ដែរយុវជននេះជាអ្នកណាគាត់ពិតជាធ្វើឲ្យគូប្រកួតបន្តបន្ទាប់គ្នាទទួលស្គាល់ថាចាញ់ខ្ញុំមិនដឹងទេប៉ុន្តែមើលទៅតាមសម្លៀកបំពាក់របស់គាត់គួរតែជាសិស្សវង់ក្នុងនៃសាលានាគៀវតែខ្ញុំមិនគិតថាគាត់ធ្លាប់បង្ហាញខ្លួនក្នុងការជួបជុំគ្រួសារឈូកាលពីមុនមកទេគាត់មិនមែនធម្មតាទេពិតជាមិនធម្មតាទេដោយមិនចាំបាច់ដោះដូរការវាយតប់ទេគាត់បានធ្វើឲ្យគូប្រកួតភ័យខ្លាចជាមួយនឹងឥទ្ធិពលបំភ័យបែបនេះតើអនាគតរបស់គាត់នឹងទៅជាយ៉ាងណាទៅហ្វូងមនុស្សដែលកំពុងសង្កេតខ្លះចាប់ផ្ដើមផ្ដោតលើឈូហ្វេងហើយដោយលាក់កំបាំងពួកគេមានអារម្មណ៍ថាឈូហ្វេងគឺជាបុរសម្នាក់ដែលគួរឲ្យកត់សម្គាល់ហាតើឯងកំពុងគិតអំពីអ្វីទៅនេះជាសម្រាមរបស់គ្រួសារឈូក៏បុរសម្នាក់ក្នុងគ្រួសារឈូដែលស្អប់ឈូហ្វេងខ្លាំងបំផុតបាននិយាយបែបនោះដោយមិនសប្បាយចិត្តអាហោះអ្នកស្គាល់យុវជននេះទេបុរសធំម្នាក់បានសួរច្បាស់ណាស់ខ្ញុំស្គាល់ខ្ញុំមកពីគ្រួសារឈូដូច្នេះខ្ញុំដឹងយ៉ាងច្បាស់ថាក្មេងប្រុសនេះជាមនុស្សឥតប្រយោជន៍មើលចុះក្មេងប្រុសនេះច្បាស់ជាបានបង់លុយឲ្យបងប្អូនឈឹងជេនហើយគាត់គ្រាន់តែជាការបោកបញ្ឆោតប៉ុណ្ណោះខ្ញុំធានាថាគាត់នឹងចាញ់នៅក្នុងជុំបន្ទាប់ក៏បុរសគ្រួសារឈូនោះបាននិយាយដោយមានទំនុកចិត្តហូអ្នកប្រកាសជាមានគំនិតអាក្រក់លើយុវជននោះហើយមែនទេគ្មានការរើសអើងទេប៉ុន្តែអ្នកជាមនុស្សពេញវ័យហើយដូច្នេះហេតុអ្វីបានជាអ្នកបន្ថោកខ្លួនទៅក្មេងម្នាក់បុរសធំនោះញឹមហើយនិយាយអ្វីអ្នកកំពុងនិយាយថាខ្ញុំបង្ខូចកេរ្តិ៍ឈ្មោះគាត់មែនទេខ្ញុំកំពុងនិយាយតែការពិតប៉ុណ្ណោះបុរសគ្រួសារឈូនោះខឹងយ៉ាងខ្លាំងដូច្នេះចុះបើខ្ញុំភ្នាល់ជាមួយអ្នកវិញប្រសិនបើដូចអ្នកបាននិយាយហើយយុវជននោះនឹងចាញ់នៅជុំបន្ទាប់នោះប្រាក់ទាំងនេះនឹងជារបស់អ្នកបើមិនអីចឹងទេហេយល់ហើយមែនទេបុរសធំនោះបានយកប្រាក់មួយដំឡឹងចេញមកហេតុអ្វីមិនភ្នាល់ទៅខ្ញុំគ្រាន់តែខ្លាចថាអ្នកមិនហ៊ានប៉ុណ្ណោះក៏ដោយឃើញថាមានលុយឥតគិតថ្លៃហេតុអ្វីបានជាបុរសគ្រួសារឈូនោះមិនយកយ៉ាងលឿនគាត់ក៏បានយកប្រាក់មួយដំឡឹងចេញមកដែរខ្ញុំសូមទទួលស្គាល់ថាចាញ់ប៉ុន្តែគ្រាន់តែនៅពេលនោះសំឡេងស្រែកមួយទៀតបានលាន់ឡើងពីកណ្ដាលវាលហាត់ក្បាច់គុនដោយផ្ដោតការសម្លឹងរបស់ពួកគេបុរសគ្រួសារឈូមិនអាចជួយអ្វីបានក្រៅពីភ្ញាក់ផ្អើលម្ដងទៀតវាជាឆាករបស់ឈូហ្វេងហើយអ្នកដែលទទួលស្គាល់ថាចាញ់គឺឈូកៅឈួតអើយសំណាងអាក្រក់អ្វីម្លេះបុរសគ្រួសារឈូនោះនិយាយមិនចេញហើយគំនិតរបស់គាត់វង្វេងវង្វាន់បន្តិចហេខ្ញុំសុំទោសដែលអ្នកចាញ់ក៏ដោយឃើញដូច្នេះបុរសធំនោះក៏បានជួយខ្លួនឯងហើយយកប្រាក់មួយដំឡឹងពីដៃបុរសនោះទាំងស្នាមញឹមដោយសម្លឹងមើលប្រាក់មួយដំឡឹងរបស់គាត់ដែលបានបង់ទៅក្នុងទន្លេបាត់បង់លុយបុរសគ្រួសារឈូនោះមានអារម្មណ៍ជឿចាប់ហើយគាត់បាននិយាយថាតើអ្នកហ៊ានភ្នាល់ទៀតទេលើកនេះខ្ញុំភ្នាល់3ដំឡឹងហេតុអ្វីមិនហ៊ានគ្រាន់តែខ្លាចថាអ្នកមិនហ៊ានបុរសធំនោះបានឆ្លើយតបយ៉ាងលឿនអាហារាប់ខ្ញុំចូលផងខ្ញុំភ្នាល់លើជ័យជំនះរបស់យុវជននោះរាប់ខ្ញុំផងខ្ញុំក៏ភ្នាល់លើជ័យជំនះរបស់យុវជននោះដែរក្នុងពេលជាមួយគ្នានោះមនុស្សដែលនៅជុំវិញខ្លះក៏ចូលរួមដែរមកទាំងអស់គ្នាមានអ្នកណាទៀតទេខ្ញុំនឹងនៅកំដរអ្នកទាំងអស់គ្នាបុរសគ្រួសារឈូនោះភ័យស្លន់ស្លោហើយគាត់ក៏បានយកកាបូបលុយទាំងមូលរបស់គាត់ចេញមកត្រង់តែម្ដងនៅខាងក្នុងមានប្រាក់រាប់សិបដំឡឹងហើយគាត់បានចាក់វាចេញមកទាំងអស់បន្ទាប់ពីការទទួលស្គាល់ថាចាញ់ជាបន្តបន្ទាប់របស់ឈូឈឹងឈូចេននិងឈូកៅអ្នកសង្កេតទាំងអស់បានវឹកវរមិនបាច់និយាយពីក្រុមគ្រួសារឈូទេសូម្បីតែមនុស្សខាងក្រៅក៏សម្លឹងមើលគាត់ដោយភាពទេមនុស្សកាន់តែច្រើនឡើងចាប់ផ្ដើមព្យាយាមទីថាឈូហ្វេងនោះជានរណាពួកគេបាននៅអំពីឈូគូយូហើយពួកគេបាននៅអំពីឈូហុងហ្វេយ៉ាងណាមិញទាំងពីរអ្នកនោះគឺជាយុវជនដែលមានទេពកោសល្យដែលបានចូលរៀននៅសាលាលំដាប់ទី1ប៉ុន្តែតើឈូហ្វេងនេះមកពីណាខណៈដែលមនុស្សមិនអាចទីចម្លើយបានឈូហ្វេងក៏អស់សង្ឃឹមដែរគាត់ចង់ប្រើការជួបជុំដើម្បីបង្ហាញក្បាច់របស់គាត់ប៉ុន្តែគាត់មិនដែលគិតថារឿងបែបនេះនឹងកើតឡើងនោះទេខណៈដែលឈូហ្វេងកំពុងមានអារម្មណ៍ធ្លាក់ទឹកចិត្តបុគ្គលដ៏ស្រស់ស្អាតម្នាក់បានដើរឡើងលើឆាកបន្ទាប់ពីដាក់ការសម្លឹងរបស់គាត់បានឃើញថាវាគឺជាឈូសៀឈូហ្វេងសូមអបអរសាទរចំពោះជ័យជំនះ4ដងជាប់គ្នាឈូសៀញឹមផ្អែមហើយនិយាយឈូសៀមិនបាច់លេងសើចទេឈូហ្វេងសាច់ស្ងួតប៉ុន្តែភ្លាមនោះក៏ដឹងថាមានអ្វីមួយមិនត្រឹមត្រូវ4ដងវាតែ3ដងប៉ុណ្ណោះឈូសៀអ្នកមិនឈូសៀញឹមយ៉ាងលេងសើចខណៈពេលកំពុងមើលទឹកមុខងឿងឆ្ងល់របស់ឈូហ្វេងបន្ទាប់មកនាងបានស្រែកទៅកាន់បុរសចំណាស់ដែលនៅក្រៅឆាកថាក៏ខ្ញុំក៏សូមទទួលស្គាល់ថាចាញ់ដែរ
Her នៅពេលនោះទីលានហាត់ក្បាច់គុនទាំងមូលបានស្ងាត់ជ្រាបតែម្ដងសូម្បីតែក្មេងជំនាន់ក្រោយខ្លះនៃគ្រួសារឈូក៏មិនអាចជួយអ្វីបានក្រៅពីសម្លឹងមើលទៅឈូហ្វេងហើយក្រសែភ្នែករបស់ពួកគេពោពេញដោយភាពភ្ញាក់ផ្អើលពួកគេពោពេញទៅដោយសំណួរហើយពួកគេមិនអាចយល់ពីអ្វីដែលកំពុងកើតឡើងនោះទេមានតែមនុស្សទាំងនោះដែលមកពីសាលានីខៀវប៉ុណ្ណោះដែលដកដង្ហើមធូរស្រាលហើយមានអារម្មណ៍ថាពួកគេមានសំណាងដោយមិនបានជួបឈូហ្វេងបើមិនដូច្នេះទេពួកគេនឹងធ្វើការជ្រើសរើសដូចគ្នាដែរហាហាសូមអរគុណច្រើនអ្នកពិតជាប្រកាន់ខ្ជាប់នៅពាក្យសម្ដីរបស់អ្នកគឺជាមនុស្សល្អបំផុតដែលខ្ញុំធ្លាប់ឃើញក្នុងពេលជាមួយគ្នានោះដែរនៅតំបន់មួយក្នុងចំណោមហ្វូងមនុស្សដែលកំពុងសង្កេតក្រុមមនុស្សដ៏ធំមួយបានព័ទ្ធជុំវិញបុរសគ្រួសារឈូហើយយកប្រាក់ដែលនៅក្នុងដៃរបស់គាត់ដោយគ្មានការរឹតបន្តឹងដោយការចាប់យកមួយផ្លែតវាបានคล้ายទៅជាទេបុរសគ្រួសារឈូនោះថែមទាំងចង់យំនៅពេលគាត់មើលកាបូបទេរបស់គាត់មានអារម្មណ៍យ៉ាងខ្លាំងថាគាត់ត្រូវបានគេបោកប្រាស់ហើយអ្វីបានជាសិស្សសាលានីខៀវទាំងអស់ទទួលស្គាល់ថាចាញ់នៅពេលពួកគេឃើញឈូហ្វេងច្បាស់ជាមានអ្វីគួរឲ្យសង្ស័យប៉ុន្តែគាត់មិនអាចគិតថាឈូហ្វេងបានឲ្យអ្វីដល់ពួកគេដើម្បីធ្វើឲ្យពួកគេទទួលស្គាល់ថាចាញ់ដោយគោរពតាមបែបនេះទេបៀងអាហានៅឆាកមួយទៀតឈូយឺបានដួលចុះពីឆាកប្រយុទ្ធបើមិនមែនដោយសារតែពួកព្រឹទ្ធាចារ្យឲ្យគ្រួសារឈូដែលនៅក្រៅឆាកចាប់នាងបានទាន់ពេលទេនាងច្បាស់ជានឹងរងរបួសយ៉ាងធ្ងន់ធ្ងរឈូយឺហាក់ដូចជាគ្មានអ្វីអស្ចារ្យទេអំពីក្បាច់គុនរបស់សាលានីខៀវឈូស៊ុនបានដើរចុះពីលើឆាកហើយស្នាមញញឹមចំអកត្រូវបានព្យួរនៅលើមុខរបស់គាត់ឈូស៊ុនកម្រិតនៃការបណ្ដុះបណ្ដាលរបស់អ្នកខ្ពស់ជាងខ្ញុំបើខ្ញុំក៏នៅកម្រិតទី5ដែរខ្ញុំប្រកាសជាមិនចាញ់នោះទេឈូយឺនិយាយទាំងទឹកមុខជូរចត់នោះត្រឹមត្រូវហើយប៉ុន្តែការបណ្ដុះបណ្ដាលរបស់ខ្ញុំខ្ពស់ជាងអ្នកហើយនោះក៏ពឹងផ្អែកលើសមត្ថភាពរបស់ខ្ញុំដែរឈូស៊ុនញឹមយ៉ាងត្រជាក់ហើយនិយាយអ្នកឈូយឺខឹងយ៉ាងខ្លាំងហើយខំថ្មិញហើយមានការឈឺចាប់ដែលមិនអាចនិយាយបាននៅក្នុងចិត្តរបស់នាងបានឈានដល់កម្រិតកំពូលនៃកម្រិតទី4នៃអាណាចក្រវិញ្ញាណរួចហើយប្រសិនបើការជួបជុំយឺតជាងនេះបន្តិចនាងប្រកាសជានឹងបំបែកចូលទៅក្នុងកម្រិតទី5នៃអាណាចក្រវិញ្ញាណប៉ុន្តែដោយសារនាងបានចាញ់នាងក៏ចាញ់ទៅនាងមិនចង់ការពីអ្វីទាំងអស់ឈូស៊ុនបើខ្ញុំមិនច្រឡំទេអ្នកមានអាយុច្រើនជាងឈូយឺ1ឆ្នាំក្នុងនាមជាបងប្រុសអ្នកបានឈ្នះលើប្អូនស្រីតើវាសឹមនឹងមានមោទនភាពទេភ្លាមនោះសំឡេងមួយបានលាន់ឡើងក្រឡេកមើលទៅឈូយឺរីករាយនាងបានឃើញថាឈូហ្វេងកំពុងដើរយ៉ាងស្ងប់ស្ងាត់ទៅក្រោមការដឹកនាំរបស់មនុស្សចាស់ខ្លះក្នុងគ្រួសារឈូហ្វេងអ្នកគឺជាគូប្រកួតបន្ទាប់របស់ខ្ញុំមែនទេដោយឃើញឈូហ្វេងឈូស៊ុនពិតជារីករាយយ៉ាងច្បាស់ព្រោះមនុស្សដែលគាត់ចង់បង្រៀនមេរៀនខ្លាំងបំផុតគឺឈូហ្វេងខ្លាចហើយមែនទេអ្នកអាចចុះចាញ់បានបើអ្នកខ្លាចឈូហ្វេងញឹមតិចហើយនិយាយហាយបើខ្ញុំមិនវាយឯងឲ្យខូចទេនោះមានន័យថាឯងទើបនឹងបន្ទោរបងស្អាតកាលពីម្សិលមិញឈូស៊ុនស្រែកយ៉ាងត្រជាក់ហើយលោតឡើងលើឆាកគាត់ចង្អុលទៅឈូហ្វេងហើយនិយាយថាបូឡើងមកទីនេះឈូហ្វេងតើអ្នកមានទំនុកចិត្តទេឈូយឺព្រួយបារម្ភបន្តិចពីព្រោះនាងមានអារម្មណ៍ថាឈូស៊ុនចង់ធ្វើបាបឈូហ្វេងយ៉ាងខ្លាំងកុំបារម្ភខ្ញុំគ្រាន់តែត្រូវវាយប្រហារម្ដងប៉ុណ្ណោះប្រឆាំងនឹងមនុស្សដូចគាត់ឈូហ្វេងញឹមយ៉ាងស្រទន់ហើយហៀបនឹងដើរទៅកាន់ឆាកប៉ុន្តែគ្រាន់តែនៅពេលនោះឈូយឺបានទាញដៃរបស់ឈូហ្វេងហើយសួរដោយស្ងៀមស្ងាត់ថាឈូហ្វេងតើអ្នកបានលេខ1ក្នុងការប្រឡងសិស្សវងក្នុងមែនទេឈូហ្វេងស្ទាក់ស្ទើរបន្តិចប៉ុន្តែដោយឃើញក្រសែភ្នែករបស់ឈូយឺដែលចង់បានចម្លើយគាត់មិនអាចកុហកនាងបានទេគាត់គ្រាន់តែអាចមុខក្បាលហើយបន្ទាប់ពីនោះគាត់ក៏លោតហើយចុះទៅលើឆាកនៅពេលនោះទឹកមុខរបស់ឈូយឺបានរឹងមាំភ្នែកដ៏ស្រស់ស្អាតរបស់នាងបានភ្លឹបភ្លែតឥតឈប់ឈរហើយសូម្បីតែចង្វាក់បេះដូងរបស់នាងក៏លោតញាប់ខ្លាំងដែរទោះបីជានាងមានចម្លើយនៅក្នុងចិត្តរួចហើយក៏ដោយក៏នាងនៅតែមានអារម្មណ៍ថាវាជាការមិននឹកស្មានដល់បន្ទាប់ពីទទួលបានការបញ្ជាក់ពីឈូហ្វេងនាងបានលើកក្បាលរបស់នាងហើយមើលទៅឈូស៊ុនដែលត្រូវបានកំណត់ដើម្បីឈ្នះហើយជ្រុងមាត់របស់នាងបានលើកឡើងដើម្បីបង្កើតជាស្នាមញញឹមដ៏ផ្អែមសម្រាប់ហេតុផលខ្លះនាងមានអារម្មណ៍អាណិតអាសូរចំពោះឈូស៊ុនបន្តិចឱកាសបានមកដល់ហើយដោយឃើញគូប្រកួតរបស់ឈូហ្វេងគឺឈូស៊ុនភាពតានតឹងរបស់បុរសត្រកូលឈូត្រូវបានបក់បោកទៅក្នុងអាកាសភ្លាមអ្វីដែលជំនួសវិញគឺទឹកមុខរីករាយខ្លាំងណាស់
ជាក់ស្ដែងគាត់ដឹងថាឈូស៊ុនមានកម្លាំងកម្រិតណាគាត់ស្ថិតនៅកម្រិតទី5នៃអាណាចក្រវិញ្ញាណហើយគាត់អាចស្ថិតក្នុងចំណោមកំពូលទាំង5នៃយុវជនជំនាន់ក្រោយរបស់ត្រកូលឈូបន្ទាប់ពីបានឃើញការប្រឈមមុខដាក់គ្នារវាងឈូស៊ុននិងឈូហ្វេងគាត់អាចដឹងថាពួកគេទាំងពីរមិនចុះសម្រុងគ្នាទេឈូស៊ុនប្រកាសជាមិនចុះចាញ់ឡើយដូច្នេះគាត់ប្រកាសថាឈូហ្វេងនឹងចាញ់អហោហ៊ានភ្នាល់បន្ថែមទៀតទេបុរសត្រកូលឈូនោះបានស្រែកឡើងដោយអស់ពីសំឡេងពិតណាស់តែឯងនៅមានលុយទៀតទេមនុស្សដែលឈ្នះប្រាក់ពីបុរសត្រកូលឈូទាំងអស់បានសើចហើយនិយាយហឹមមើងងាយខ្ញុំឬបុរសនោះបាននិយាយដោយត្រជាក់ថាហើយបានយកស្មៅវិញ្ញាណស័ក្តិសិទ្ធិ Saint Spirit Grace ពីដើមចេញពីហោប៉ៅរបស់គាត់ក៏ដរាបណាឯងហ៊ានខ្ញុំនឹងលេងជាមួយឯងរហូតដល់ទីបញ្ចប់កដោយឃើញស្មៅវិញ្ញាណស័ក្តិសិទ្ធិនៅក្នុងដៃរបស់គាត់មនុស្សជាច្រើននៅជុំវិញដីនោះបាននៅស្ងៀមស្មៅវិញ្ញាណស័ក្តិសិទ្ធិគឺជាអសខាងវិញ្ញាណដែលមានគុណភាពខ្ពស់ហើយមួយដើមអាចលក់បានមួយដំឡឹងមាសនោះស្មើនឹង100ដំឡឹងប្រាក់ដោយឃើញបុរសត្រកូលឈូបានយកពីរដើមចេញក្នុងពេលតែមួយមនុស្សជាច្រើនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការភ្នាល់ជាមួយគាត់ទេប៉ុន្តែដោយគ្រាន់តែមើលការភ្នាល់របស់គាត់មានទំនុកចិត្តថាគាត់នឹងឈ្នះនោះហើយជាមូលហេតុដែលមនុស្សជាច្រើនច្រណែននឹងគាត់ប៉ុន្តែមិនហ៊ានភ្នាល់ជាមួយគាត់ទេនោះគឺដោយសារមនុស្សជាច្រើនមិនអាចមានលទ្ធភាពចាញ់ការភ្នាល់ដ៏ធំបែបនេះបានទេឯងក្លាហានណាស់ខ្ញុំនឹងលេងជាមួយឯងម្ដងទៀតប៉ុន្តែបុគ្គលដ៏ធំនោះបានយកស្មៅវិញ្ញាណស័ក្តិសិទ្ធិពីរដើមចេញហើយបង្ហាញវានៅពីមុខបុរសត្រកូលឈូល្អណាស់ក៏ដោយឃើញដូច្នេះបុរសត្រកូលឈូមានការពេញចិត្តយ៉ាងខ្លាំងរណ្ដៅដែលបុគ្គលធំនោះបានជីកមិនរាក់ទេហើយឱកាសសងសឹកគឺនៅពីមុខភ្នែករបស់គាត់មើលលឿនមកការសម្ដែងនឹងចាប់ផ្ដើមហើយពេលនោះហើយដែលមាននរណាម្នាក់ស្រែកខ្លាំងក្រឡេកមើលលើឆាកឈូស៊ុនបានចាប់ផ្ដើមការវាយប្រហារដ៏សាហាវទៅលើឈូហ្វេងរួចហើយហូឈូស៊ុនបានមកដល់មុខឈូហ្វេងហើយវាយប្រហារដោយកណ្ដាប់ដៃទាំងពីររបស់គាត់ប៉ុន្តែមិនបានប្រើជើងរបស់គាត់ទេការវាយប្រហារមួយគឺលឿនជាងការវាយប្រហារផ្សេងទៀតហើយកណ្ដាប់ដៃមួយបានមកក្រោយកណ្ដាប់ដៃផ្សេងទៀតខ្យល់ត្រូវបានបង្កើតឡើងពីការដើរនៃកណ្ដាប់ដៃរបស់គាត់ហើយពួកគេមិនមែនជាការវាយប្រហារធម្មតាទេវាជាបច្ចេកទេសប្រដាល់ដ៏សាហាវជាជំនាញក្បាច់គុណលំដាប់ទី2ឈូហ្វេងបានរេរ៉ាទៅឆ្វេងទៅស្ដាំចេញពីការវាយប្រហារដែលដូចជាខ្យល់ព្យុះបក់គាត់មានការភ្ញាក់ផ្អើលដោយលាក់លៀមថាឈូស៊ុនអាចប្រើជំនាញលំដាប់ទី2ដល់កម្រិតជំនាញនោះបានវាមិនមែនជាអយុត្តិធម៌ទេដែលឈូយូអស់ឱកាសឈ្នះគួរឲ្យសោកស្ដាយជំនាញដូចនេះសម្រាប់គាត់គឺដូចជាចន្លោះប្រហោងរាប់រយដែលមិនអាចទប់ទល់នឹងការវាយមួយបានទេតាក់ស្រាប់តែឈូហ្វេងបានបញ្ឈប់ជំហានថយក្រោយរបស់គាត់ហើយមិនគេចទៀតទេគាត់គ្រាន់តែរងចាំស្ងៀមស្ងាត់ដើម្បីឲ្យការវាយប្រហាររបស់ឈូស៊ុនមកដល់ឱកាសល្អដោយឃើញដូច្នេះឈូស៊ុនថែមទាំងគិតថាឈូហ្វេងបានធ្វើកំហុសទៀតផងគាត់បានក្តាប់កណ្ដាប់ដៃហើយចាប់ផ្ដើមបោះកណ្ដាប់ដៃរបស់គាត់ឆ្ពោះទៅរកមុខរបស់ឈូហ្វេងនៅពេលនោះមនុស្សដែលបារម្ភពីឈូហ្វេងបានស្រក់ញើសត្រជាក់មួយតក់ពួកគេខ្លាចថាឈូហ្វេងនឹងមិនអាចទប់ទល់នឹងការវាយប្រហារនោះបានទេព្រោះប្រសិនបើអ្នកជាមនុស្សអ្នកអាចមានអារម្មណ៍ថាកម្លាំងរបស់ឈូស៊ុនក្នុងការដើររបស់គាត់មិនតិចឡើយចំណែកឯមនុស្សដែលស្អប់ឈូហ្វេងវិញពួកគេកំពុងត្រេកអរពួកគេបានរងចាំពេលនោះយូរពេកហើយពួកគេចង់ឲ្យឈូស៊ុនសម្លាប់ឈូហ្វេងដោយការដើរមួយនោះប៉ុន្តែជាការពិតឈូហ្វេងនឹងធ្វើឲ្យមនុស្សទាំងនោះខកចិត្តស្រាប់តែឈូហ្វេងបានស្រែកឡើងហើយសម្ពាធដ៏គ្មានព្រំដែនបានផ្ទុះចេញពីរាងកាយរបស់គាត់ការដើរមួយរបស់គាត់គឺដូចជាភ្លេចបន្ទោហើយវាបានទៅត្រង់ឆ្ពោះទៅរកការដើររបស់ឈូស៊ុនប្រេះកណ្ដាប់ដៃទាំងពីរបានប៉ះទង្គិចគ្នាហើយសំឡេងបាក់ឆ្អឹងបានបន្លឺឡើងក្នុងពេលជាមួយគ្នានោះឈូស៊ុនបានស្រែកហើយគាត់បានអប់ដៃស្ដាំរបស់គាត់បានរមៀលចុះពីលើឆាកហើយចាប់ផ្ដើមស្រែកយំដោយការឈឺចាប់កម្រិតទី5មួយអាណាចក្រវិញ្ញាណនៅពេលនោះទោះជានៅខាងក្រៅឬខាងក្នុងទីលានហ្វឹកហាត់ក៏ដោយក៏គ្រប់គ្នាភ្ញាក់ផ្អើលដែរសូម្បីតែឈូយន់ប៉ាក៏មិនអាចទប់ទល់នឹងការបើកភ្នែករបស់គាត់ដែរហើយការភ្ញាក់ផ្អើលបានផុសឡើងលើមុខរបស់គាត់ចំណែកឪពុករបស់ឈូហ្វេងគឺឈូយន់គាត់បានក្រោកឈរភ្លាមហើយរាងកាយរបស់គាត់បានញ័រដោយក្តីរំភើបនៅពេលដែលឈូហ្វេងវាយប្រហារស្ទើរតែគ្រប់គ្នាអាចមានអារម្មណ៍ថាសម្ពាធរបស់ឈូហ្វេងគឺជាកម្រិតទី5មួយនៃអាណាចក្រវិញ្ញាណដ៏ពិតប្រាកដតើរឿងនេះកើតឡើងដោយរបៀបណា
មិនមែនឈូហ្វេងគឺជាសម្រាមរបស់ត្រកូលឈូទេឬម៉េចក៏គាត់មានកម្លាំងកម្រិតទី5មួយមិនមែនគាត់ដូចគ្នានឹងឈូគូយូនិងឈូហុងហ្វៃទេឬក្នុងចំណោមហ្វូងមនុស្សនៃត្រកូលឈូសំឡេងភ្ញាក់ផ្អើលបានបន្លឺឡើងឥតឈប់ឈរពួកគេមិនអាចទទួលយករឿងនោះបានទេឈូហ្វេងគាត់តាមពិតសំបីតែឈូយូឈូវៃឈូសៀវឈូចេងឈូចេងឈូគៀវនិងអ្នកផ្សេងទៀតមនុស្សមកពីសាលានាគៀវ Azure Dragon School ក៏ភ្ញាក់ផ្អើលដែរពួកគេដឹងថាឈូហ្វេងខ្លាំងណាស់ព្រោះគាត់អាចសម្លាប់សត្វសាហាវ Fierce Beasts 40ក្បាលដោយខ្លួនគាត់ហើយបានក្លាយជាមនុស្សដ៏សាហាវដែលជាលេខ1ក្នុងការប្រឡងសិស្សខាងក្នុងប៉ុន្តែពួកគេទីថាឈូហ្វេងមានកម្លាំងកម្រិតទី5នៃអាណាចក្រវិញ្ញាណប៉ុណ្ណោះពួកគេមិនដែលគិតថាគាត់ស្ថិតនៅកម្រិតទី5មួយនោះទេកម្រិតទី5មួយអាណាចក្រវិញ្ញាណក្នុងជំនាន់របស់គាត់អាចត្រូវបានគេចាត់ទុកថាជាទេពកោសល្យរួចទៅហើយឈូហ្វេងមានអាយុត្រឹមតែ15ឆ្នាំប៉ុណ្ណោះក្នុងឆ្នាំនោះហើយការស្ថិតនៅកម្រិតទី5មួយនៃអាណាចក្រវិញ្ញាណក្នុងវ័យ15ឆ្នាំមានន័យថាគាត់មានសក្តានុពលគ្មានដែនកំណត់ហូមិនត្រឹមតែត្រកូលឈូធ្ងោប៉ុណ្ណោះទេទីលានហ្វឹកហាត់ទាំងមូលបានស្រែកភ្ញាក់ផ្អើលខណៈដែលពួកគេត្រូវបានភ្ញាក់ផ្អើលដោយកម្លាំងរបស់ឈូហ្វេងក្មេងអាយុ15ឆ្នាំដែលស្ថិតនៅកម្រិតទី5មួយនៃអាណាចក្រវិញ្ញាណបានលេចឡើងក្នុងត្រកូលឈូវាជាព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលហើយក្នុងន័យមួយកម្លាំងរបស់ឈូហ្វេងគឺកាន់តែគួរឲ្យភ្ញាក់ផ្អើលជាងឈូគូយូនិងឈូហុងហ្វៃទៅទៀតយ៉ាងណាមិញឈូហ្វេងមានអាយុតិចជាងពួកគេទាំងពីរ2ឆ្នាំក្នុងរយៈពេល2ឆ្នាំដោយសារកម្លាំងរបស់ឈូហ្វេងវាមិនអាចទៅរួចទេសម្រាប់គាត់ក្នុងការទម្លាយចូលទៅក្នុងកម្រិតទី7នៃអាណាចក្រវិញ្ញាណទេពកោសល្យវាជាទេពកោសល្យពិតប្រាកដត្រកូលឈូបានលាក់ទេពកោសល្យបែបនេះវាពិតជាពិបាកនឹងជឿវាហាក់ដូចជាត្រកូលឈូមានអ្នកស្នងតំណែងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយមនុស្សដែលមានទេពកោសល្យបានលេចចេញពីមនុស្សដែលមានទេពកោសល្យសមិទ្ធផលនាពេលអនាគតរបស់ពួកគេនឹងមិនត្រូវបានកំណត់ត្រឹមទីក្រុងតូចនេះទេមនុស្សមកពីអំណាចផ្សេងបានកោតសរសើរឥតឈប់ឈរអនាគតរបស់ត្រកូលឈូត្រូវបានបង្ហាញដោយការសម្ដែងរបស់ឈូហ្វេងនិងអ្នកផ្សេងទៀតប៉ុន្តែគ្រួសាររបស់ពួកគេផ្ទាល់មិនមានយុវជនជំនាន់ក្រោយដ៏ល្អឥតខ្ចោះបែបនេះទេដូច្នេះគាត់មានកម្លាំងបែបនេះគឺឈូគូយូដែលនៅតែនៅលើឆាកក៏ត្រូវបានតាក់ទាញដោយកម្លាំងរបស់ឈូហ្វេងដែលសុភមង្គលដែលមិនអាចលាក់បាំងបានផុសឡើងលើមុខរបស់គាត់តើរឿងនេះអាចកើតឡើងដោយរបៀបណាតើរឿងនេះកើតឡើងដោយរបៀបណានេះគឺគ្រាន់តែប៉ុន្តែបើប្រៀបធៀបទៅនឹងការភ្ញាក់ផ្អើលរបស់អ្នកផ្សេងក្នុងតំបន់មួយបុរសត្រកូលឈូម្នាក់បានអង្គុយលើដីដោយទន់ខ្សោយនៅពេលនោះគាត់បានដឹងទីបំផុតថាហេតុអ្វីបានជាឈូសៀវឈូគៀវឈូចេងនិងឈូចេននឹងចុះចាញ់ជាបន្តបន្ទាប់ពួកគេមិនបានធ្វើដូច្នេះដោយចៃដន្យទេនោះគឺដោយសារពួកគេដឹងរួចហើយថាឈូហ្វេងមានអំណាចដាច់ខាតនោះអរគុណច្រើនបុគ្គលដ៏ធំនោះបានដើរទៅហើយយកស្មៅវិញ្ញាណស័ក្តិសិទ្ធិពីដើមទៅដោយឃើញស្មៅវិញ្ញាណស័ក្តិសិទ្ធិរបស់គាត់ត្រូវបានគេយកទៅដោយនរណាម្នាក់បុរសត្រកូលឈូមានទឹកមុខគ្មានជីវិតក្នុងភ្នែករបស់គាត់ហាក់ដូចជាគាត់បាក់ទឹកចិត្តទាំងស្រុងស្រាប់តែគាត់បានកម្រើកដៃរបស់គាត់ហើយទះមុខខ្លួនឯង2ដងរួចស្រែកតិចថាល្ងងមនុស្សនៅជុំវិញអាចយល់ពីចលនារបស់គាត់អ្វីត្បិតតែគ្មានអ្នកក្រនៅទីនេះក៏ដោយក៏ពួកគេមិនមែនជាអ្នកមានខ្លាំងដែរការបាត់បង់ស្មៅវិញ្ញាណស័ក្តិសិទ្ធិពីដើមគឺជាការវាយប្រហារដ៏ធំសម្រាប់នរណាម្នាក់ការយល់គឺការយល់ប៉ុន្តែគ្មាននរណាម្នាក់អាណិតគាត់ឡើយក្នុងនាមជាមនុស្សចាស់ក្នុងត្រកូលឈូគាត់បានបង្ខូចកេរ្តិ៍ឈ្មោះមនុស្សនៃយុវជនជំនាន់ក្រោយមកពីត្រកូលតែមួយក្នុងក្រសែភ្នែកអ្នកដទៃវាត្រូវបានគេហៅថាទទួលផលដែលគាត់បានសាប់ព្រោះសមនឹងទទួលបានមនុស្សនៅខាងក្រៅទីលានហ្វឹកហាត់កំពុងស្រែកដោយសារកម្លាំងរបស់ឈូហ្វេងពេលនោះគាត់បានឡើងទៅលើឆាកមួយផ្សេងទៀតហើយប៉ុន្តែនៅពេលនោះមុខរបស់ឈូហ្វេងអាក្រក់ខ្លាំងណាស់នោះគឺដោយសារគូប្រកួតរបស់គាត់នៅពីមុខភ្នែករបស់គាត់គឺបងប្រុសច្បងរបស់គាត់ឈូគូយូនៅលើស្មរភូមិប្រយុទ្ធបងប្អូនទាំងពីរនាក់បានសម្លឹងមើលគ្នាទៅវិញទៅមកដោយភ្នែកទាំង4របស់ពួកគេទឹកមុខរបស់ឈូហ្វេងអាក្រក់បំផុតរីឯឈូគូយូមានស្នាមញឹមអ្នកទាំងពីរមិនបាននិយាយអ្វីទាំងអស់ហាក់ដូចជាកំពុងប្រើការសម្លឹងមើលរបស់ពួកគេដើម្បីបង្ហាញពីអារម្មណ៍របស់ពួកគេ
ឈូគូយូមានសេចក្តីសប្បាយរីករាយចំពោះឈូហ្វេងដោយសារតែគាត់អាចឡើងដល់កម្រិតទី6នៃអាណាចក្រវិញ្ញាណ Spirit Realm ក្នុងវ័យនោះវាមានន័យថាទេពកោសល្យរបស់គាត់លើសពីគាត់ទៅទៀតភ្លាមនោះមាត់របស់ឈូគូយូបានបើកបន្តិចហើយគាត់ក៏ងាកក្បាលហើយចាប់ផ្ដើមនិយាយទៅកាន់ពួកចាស់ព្រឹទ្ធាចារ្យត្រកូលឈូដែលនៅក្រៅឆាកខ្ញុំសូមចុះចាញ់ប៉ុន្តែនៅពេលដែលពាក្យទាំងពីរនោះបានបន្លឺឡើងស្នាមញញឹមរបស់ឈូគូយូក៏បានកកស្ទះភ្លាមទោះបីជាពាក្យទាំងនោះជាពាក្យដែលគាត់ចង់និយាយក៏ដោយក៏វាមិនមែនជាពាក្យដែលគាត់បាននិយាយដែរបងប្រុសឯងឈូគូយូសម្លឹងមើលទៅឈូហ្វេងហើយក្រសែភ្នែករបស់គាត់ពោពេញដោយកំហឹងដាំឡើយគាត់ចង់ផ្ដល់ឱកាសនេះដល់ឈូហ្វេងប៉ុន្តែឈូហ្វេងលឿនជាមួយជំហានទឹកមុខរបស់ឈូហ្វេងបានធូរស្បើយច្រើនហើយគាត់ក៏បានដើរយ៉ាងស្ងប់ស្ងាត់ក្បែរឈូគូយូសាច់ហើយនិយាយថាកុំខ្វល់អីខ្ញុំគ្រាន់តែមានអារម្មណ៍ថាអ្នកទាំងពីរជាសិស្សនៃសាលាលំដាប់ទី1អ្នកស័ក្តិសមជាងធ្វើជាគូប្រជែងរបស់គេវាឈ្នះគេហើយលាងជម្រះភាពអាម៉ាស់របស់យើងពីឆ្នាំនោះវាគេហើយឲ្យគេដឹងថាអ្នកណាជាមនុស្សលេខ1ក្នុងចំនួនវ័យក្មេងរបស់ត្រកូលឈូបន្ទាប់ពីនិយាយដូច្នេះឈូហ្វេងបានចាក់ចេញពីឆាកយ៉ាងលយឆាយប៉ុន្តែសកម្មភាពរបស់គាត់បានបង្កឲ្យមានរលកដ៏ធំមួយទៀតដោយគ្មានការសង្ស័យអ្នកខ្លះគិតថាឈូហ្វេងជាមនុស្សមានមនោសញ្ចេតនាហើយបានផ្ដល់ឱកាសដល់បងប្រុសរបស់គាត់ប៉ុន្តែក៏មានមនុស្សមួយចំនួនដែលគិតថាឈូហ្វេងបានដឹងពីកម្រិតរបស់ខ្លួនគាត់ដឹងថាគាត់មិនមែនជាគូប្រជែងរបស់ឈូគូយូឬឈូហុងហ្វេទេដូច្នេះគាត់ក៏ចុះចាញ់មិនថាអ្នកផ្សេងគិតយ៉ាងណាទេបេះដូងរបស់ឈូគូយូច្បាស់ណាស់ថានិយាយអ្វីដែលប្អូនប្រុសរបស់គាត់មានន័យនៅក្នុងពាក្យរបស់គាត់ការប្រកួតបានឈានចូលដល់វគ្គផ្ដាច់ព្រាត់នៅពេលដែលឈូហ្វេងចុះចាញ់ឈូគូយូនិងឈូហុងហ្វេអ្នកទាំងពីរនៅកម្រិតទី6នៃអាណាចក្រវិញ្ញាណ Spirit Realm ហើយអ្នកទាំងពីរបានចូលរៀននៅសាលាលំដាប់ទី1ដោយគ្មានភាពស្រពេចស្រពិលទៀតទេពួកគេបានក្លាយជាគូប្រជែងចុងក្រោយពេលដ៏រំភើបបំផុតនៃការប្រកួតក៏បានមកដល់ផងដែរស្ទើរតែគ្រប់ក្រសែភ្នែកទាំងអស់បានប្រមូលផ្ដុំទៅលើរូបរាងកាយរបស់យុវជនទាំងពីរនាក់ហើយការប្រយុទ្ធដើម្បីភាពខ្លាំងបំផុតនៃជំនាន់វ័យក្មេងរបស់ត្រកូលឈូក៏បានចាប់ផ្ដើមហូហូអ្នកទាំងពីរបានវាយបកគ្នាទៅវិញទៅមកហើយជំនាញក្បាច់គុណដ៏អស្ចារ្យគ្រប់ប្រភេទត្រូវបានប្រើប្រាស់ដោយពួកគេដោយគ្មានការទប់ស្កាត់ពួកគេពិតជាសិស្សនៃសាលាលំដាប់ទី1មែនមិនត្រឹមតែជំនាញរបស់ពួកគេខ្លាំងប៉ុណ្ណោះទេបច្ចេកទេសប្រយុទ្ធរបស់ពួកគេក៏មានគុណភាពកំពូលផងដែរដោយសារជំនាញដ៏អស្ចារ្យនិងខ្យល់បក់ខ្លាំងបានហោះឡើងចុះនៅលើឆាកអ្នកទាំងពីរបានបង្ហាញនៅពិធីបុណ្យមួយដែលមើលឃើញសម្រាប់មនុស្សគ្រប់គ្នាបងប្រុសអ្នកត្រូវតែឈ្នះប៉ុន្តែនៅពេលដែលមនុស្សភាគច្រើនស្ថិតក្នុងអារម្មណ៍នៃការកោតសរសើរឈូហ្វេងសង្ឃឹមតែថាឈូគូយូនឹងឈ្នះប៉ុណ្ណោះការប្រយុទ្ធនេះមិនត្រឹមតែសម្រាប់ចំណងជើងប៉ុណ្ណោះទេវាក៏តំណាងឲ្យភាពអាម៉ាស់របស់ឈូហ្វេងនិងឈូគូយូដែលសម្គាល់ដោយឈូហុងហ្វេកាលពីឆ្នាំនោះនឹងត្រូវលុបបំបាត់ចោលឬក៏អត់បាំងប៉ុន្តែនៅពេលដែលឈូគូយូបានហោះចេញពីឆាកជាមួយនឹងឈាមមួយមាត់ដោយសារតែកណ្ដាប់ដៃដ៏ធ្ងន់របស់ឈូហុងហ្វេក្តីសង្ឃឹមទាំងអស់របស់ឈូហ្វេងបានបាត់បង់ភ្លាមជាមួយនឹងធូលីដីបងប្រុសឈូហ្វេងបានរត់ដូចជាមនុស្សឆ្កួតឆ្កងទៅកាន់ឈូគូយូហើយគាត់ខ្លាចយ៉ាងខ្លាំងថាបងប្រុសរបស់គាត់រងរបួសយ៉ាងធ្ងន់ធ្ងរនៅពេលដែលគាត់មកដល់មុខឈូគូយូគាត់បានដឹងថាឈូគូយូកំពុងសម្លឹងមើលគាត់យ៉ាងស្ងៀមស្ងាត់ដោយមានទឹកភ្នែកពីរហូរចុះមកគាត់បាននិយាយដោយសំឡេងអាម៉ាស់បំផុតថាបងប្រុសរបស់អ្នកគ្មានប្រយោជន៍ទេហើយបងបានធ្វើឲ្យឯងខកចិត្តហើយបន្ទាប់ពីនិយាយដូច្នេះឈូគូយូក៏បានបិទភ្នែកហើយសន្លប់បាត់ទៅឃើញថាបងប្រុសរបស់គាត់រងរបួសយ៉ាងធ្ងន់ធ្ងរឈូហ្វេងក៏ភ័យស្លន់ស្លោភ្លាមហេដូចខ្ញុំបាននិយាយអញ្ចឹងក្នុងការប្រកួតនេះបងប្អូនឯងមិនគួរជួបខ្ញុំទេបើមិនដូច្នោះទេខ្ញុំនឹងវាយឯងរហូតដល់ឯងមិនអាចក្រោកឈរវិញបានចុះយ៉ាងម៉េចខ្ញុំមិនបានធ្វើអ្វីដែលខ្ញុំបាននិយាយទេឈូហុងហ្វេដែលនៅលើឆាកញឹមយ៉ាងត្រជាក់ហើយសម្លឹងមើលឈូហ្វេងសម្លេងរបស់គាត់ពោពេញទៅដោយការសើចចំអប់កូនពៀខ្ញុំនឹងកំទេចឯងឃើញដូច្នេះឈូហ្វេងដូចជាខ្លាខឹងគាត់ចង់លោតឡើងលើឆាកហើយសម្រេចថាអ្នកណាខ្លាំងជាងហ្វេងឈប់ទៅប៉ុន្តែមុនពេលឈូហ្វេងលោតឡើងទៅទៀតដៃដ៏រឹងមាំមួយបានចាប់ស្មារបស់ឈូហ្វេងយ៉ាងណែនគាត់ជាឪពុករបស់គាត់ឈូយួនជុំនេះត្រូវបានកំណត់រួចហើយកុំឲ្យអ្នកដទៃសើចចំអកអ្វីត្បិតតែសម្លេងរបស់ឈូយួនស្ងប់ស្ងាត់ក៏ដោយក៏ឈូហ្វេងអាចប្រាប់បានថាតើឈូយួនខឹងយ៉ាងណាចេញពីក្រសែភ្នែករបស់គាត់
វាពិតជាត្រឹមត្រូវហើយតើឪពុកណានឹងមិនខឹងនៅពេលដែលពួកគេឃើញកូនប្រុសរបស់ពួកគេត្រូវបានគេវាយបែបនេះប៉ុន្តែនៅក្នុងស្ថានភាពបែបនេះគាត់ត្រូវតែគ្រប់គ្រងអារម្មណ៍របស់គាត់ត្រូវហើយកូនដែលស្ដាប់បង្គាប់ត្រូវស្ដាប់ឪពុកឯងបើមិនដូច្នោះទេឪពុកឯងនឹងបាត់បង់ឱកាសសម្រាប់តំណែងមេគ្រួសារហើយឈូហុងហ្វេបន្តសាច់ចំអកហុងហ្វេខ្ញុំសូមណែនាំថាអ្នកនិយាយដោយសមរម្យបន្តិចប្រឈមមុខនឹងឈូហុងហ្វេដែលក្រអឺតក្រទុំនោះទឹកមុខរបស់ឈូយួនក៏មិនអាចជួយអ្វីបានក្រៅពីត្រជាក់ពូទី5តើខ្ញុំខុសត្រង់ណាអ្វីដែលគេហៅថាអ្នកឈ្នះជាស្ដេចអ្នកចាញ់ជាចោរក្នុងនាមជាអ្នកឈ្នះខ្ញុំអាចប្រមាថអ្នកចាញ់បាននោះជាសិទ្ធិរបស់ខ្ញុំឈូហុងហ្វេនិយាយដោយមិនពេញចិត្តថាពិតណាស់ពូទី5ខ្ញុំគិតថាពូបានបាត់បង់ឱកាសសម្រាប់តំណែងមេគ្រួសារហើយមិនចាំបាច់ខឹងទេបើចង់ស្ដីបន្ទោសនរណាម្នាក់នោះអ្នកអាចបន្ទោសតែកូនប្រុសទាំងពីររបស់អ្នកប៉ុណ្ណោះប្រសិនបើពួកគេអាចវាយខ្ញុំបាននោះតំណែងមេគ្រួសារនឹងជារបស់ពូហើយតែគួរឲ្យខ្មាស់ណាស់អ្នកដែលឈ្នះគឺខ្ញុំឈូហុងហ្វេហើយមិនមែនកូនប្រុសទាំងពីររបស់អ្នកទេហាហាឈូហុងហ្វេបានយកសំណើចដ៏ឆ្កួតលីលារបស់គាត់ចេញទៅពេលគាត់ដើរនៅពេលនោះកំហឹងរបស់ឈូហ្វេងបានឆេះប៉ុន្តែគាត់អាចទ្រាំទ្របានបំណុលដែលឈូហុងហ្វេបានបន្សល់ទុកមិនយូរមិនឆាប់គាត់នឹងសងត្រឡប់ទាំងអស់ដោយមានការប្រាក់ប៉ុន្តែគាត់មិនអាចធ្វើបាននៅពេលនេះទេព្រោះគាត់មិនអាចបំពានច្បាប់នៃការប្រជុំបានទេជាពិសេសនៅពេលនេះវាជាពេលវេលាដ៏សំខាន់របស់ឪពុករបស់គាត់ក្នុងការជ្រើសរើសមេគ្រួសារដូច្នេះគាត់មិនអាចបន្ទប់ឈូយួនតាមមធ្យោបាយណាមួយឡើយដូចនេះវាំងនៅនៃការប្រកួតក៏បានធ្លាក់ចុះឈូហុងហ្វេបានក្លាយជាអ្នកឈ្នះនៃការប្រកួតហើយដោយមានការយល់ព្រមពីសាធារណជនក៏ជាមនុស្សលេខ1នៅក្នុងចំនួនវ័យក្មេងរបស់ត្រកូលឈូផងដែរជាធម្មតាឈូហុងហ្វេនិងឪពុករបស់គាត់ឈូណានសានបានក្លាយជាអ្នកឈ្នះដ៏ធំបំផុតនៃការប្រជុំមនុស្សគ្រប់គ្នាមានអារម្មណ៍ថាចាប់តាំងពីឈូហុងហ្វេទទួលបានចំណាត់ថ្នាក់លេខ1ក្នុងការប្រកួតឱកាសរបស់ឈូណានសានក្នុងការទទួលបានតំណែងមេគ្រួសារក៏កាន់តែធំតាមការពិតវាពិតជាដូច្នេះមែនឈូយួនប៉ាផ្ទាល់បានផ្ដល់រង្វាន់សម្រាប់ការទទួលបានចំណាត់ថ្នាក់លេខ1ក្នុងការប្រកួតដល់ឈូហុងហ្វេគាត់ថែមទាំងបានអនុញ្ញាតឲ្យឈូហុងហ្វេអង្គុយក្បែរគាត់ដើម្បីមើលព័ត៌មានលម្អិតដែលនៅសល់នៃការប្រជុំភ្នែករបស់គាត់លិចលង់ដោយក្តីស្រឡាញ់ពួកក្មេងពីត្រកូលឈូពិតជាមានជំនាញខ្លះប៉ុន្តែគួរឲ្យសោកស្ដាយវាគ្រាន់តែត្រូវបានកំណត់នៅក្នុងត្រកូលឈូតែប៉ុណ្ណោះប៉ុន្តែនៅពេលដែលត្រកូលឈូបានប្រកាសពីការបញ្ចប់នៃការប្រកួតសម្លេងមួយដែលពោពេញដោយការចំអកបានបន្លឺឡើងភ្លាមមនុស្សបានផ្ដោតការសម្លឹងមើលរបស់ពួកគេហើយអ្នកគ្រប់គ្នាមិនអាចជួយអ្វីបានក្រៅពីសម្លឹងមើលយ៉ាងទេនៅក្នុងតំបន់មួយក្នុងចំណោមហ្វូងមនុស្សដែលកំពុងសង្កេតយុវជនម្នាក់កំពុងក្រោកឈរយុវជននោះមានអាយុត្រឹមតែ17ឬ18ឆ្នាំប៉ុណ្ណោះប៉ុន្តែភ្នែករបស់គាត់មើលទៅហាក់ដូចជាធ្ងន់ធ្ងរណាស់បច្ចុប្បន្នគាត់កំពុងប្រើការសម្លឹងមើលនោះដើម្បីសម្លឹងមើលឈូហុងហ្វេដែលនៅក្បែរឈូយួនប៉ាឯងជាអ្នកណាហ៊ានប្រព្រឹត្តយ៉ាងសាហាវនៅក្នុងត្រកូលឈូរបស់ខ្ញុំយ៉ាងនេះមាននរណាម្នាក់សួរខ្លាំងខ្ញុំជាសិស្សតុលាការផ្នែកខាងក្នុងនៃសាលាលំដាប់ទី1សាលាផ្លាស់ប្ដូរ100 Change Schoolស៊ូធានយីជាកូនប្រុសរបស់ស៊ូឈៀងមកពីត្រកូលស៊ូនៃទីក្រុង Petray Town Petray Township Family ម្យ៉ាងវិញទៀតខ្ញុំមិនមែនមកទីនេះដើម្បីប្រព្រឹត្តយ៉ាងសាហាវទេខ្ញុំគ្រាន់តែចង់ហាត់ប្រាណនិងរៀនបន្តិចបន្តួចពីមិត្តភ័ក្តិរបស់ខ្ញុំពីត្រកូលឈូស៊ូធានយីបានប្រឈមមុខដាក់គ្នាជាសាធារណៈជាមួយនឹងជំនាន់វ័យក្មេងរបស់ត្រកូលឈូដែលបណ្ដាលឲ្យពួកចាស់ព្រឹទ្ធាចារ្យពីត្រកូលឈូមិនពេញចិត្តជាខ្លាំងពួកគេម្នាក់បានរិះគន់ស៊ូឈៀងហេតុអ្វីបានជាអ្នកទាំងអស់គ្នាភ័យខ្លាចចម្លេះកូនប្រុសរបស់ខ្ញុំបាននិយាយយ៉ាងច្បាស់វាគ្រាន់តែជាការរៀនសូត្រពីការហ្វឹកហាត់ហើយមិនមែនជាការប្រយុទ្ធជីវិតនិងសេចក្តីស្លាប់នោះទេប៉ុន្តែប្រសិនបើអ្នកមិនមានទំនុកចិត្តហើយមានអារម្មណ៍ថាជំនាន់វ័យក្មេងរបស់ត្រកូលឈូរបស់អ្នកមិនមានសមត្ថភាពក្នុងការឈ្នះលើកូនប្រុសរបស់ខ្ញុំស៊ូធានយីទេយើងអាចចាក់ចេញនៅពេលនេះបានស៊ូឈៀងញឹមតិចហើយនិយាយពាក្យទាំងនោះបានជាប់អន្ទាក់ត្រកូលឈូទាំងស្រុងប្រសិនបើពួកគេមិនទទួលយកការប្រឈមទេពួកគេនឹងត្រូវកាត់បន្ថយទៅជាការសាច់ចំអកនាពេលអនាគតដូច្នេះមានផ្លូវតែមួយគត់នៅពីមុខពួកគេដើម្បីជ្រើសរើសហុងហ្វៃតើឯងមានទំនុកចិត្តទេឈូយ៉ានបាបានក្រឡេកមើលឈូហុងហ្វៃដែលនៅក្បែរគាត់លោកតាខ្ញុំអាចវាយផ្ដាច់មនុស្សដូចនេះត្រឹម10ក្បាច់ប៉ុណ្ណោះគឺឈូហុងហ្វៃនិយាយដោយពោពេញដោយទំនុកចិត្តល្អណាស់ទៅឲ្យត្រកូលស៊ូនេះដឹងពីកម្លាំងរបស់ក្មេងជំនាន់ក្រោយរបស់ត្រកូលឈូយើងគឺឈូយន់បាញឹមដោយការពេញចិត្ត
បាទលោកតាហ៊ូឈូហុងហ្វៃរត់ហាក់ដូចជាហោះបន្ទាប់មកលោតផ្លោះយ៉ាងលឿនបន្ទាប់ពីលោតត្រឡប់ក្បាច់ដ៏ស្រស់ស្អាតមួយនៅក្នុងអាកាសគាត់ក៏បានចុះចតនៅលើឆាកត្រកូលស៊ូអន់ហើយចាំមើលថាតើឯងអាចទប់ទល់នឹង10ក្បាច់របស់ខ្ញុំបានឬអត់ហ៊ូឈូហុងហ្វៃបានវាយប្រហារភ្លាមនិងបង្ហាញឈុតក្បាច់ប្រដាល់ដ៏ស្រស់ស្អាតខណៈពេលដែលគាត់ប្រញាប់ប្រញាល់ឆ្ពោះទៅរកស៊ូធានយីយ៉ាងសាហាវទោះជាយ៉ាងណាក៏ដោយស៊ូធានយីមិនបានគេចសំបីតែបន្តិចការមើលងាយពេញនៅក្នុងភ្នែករបស់គាត់ហើយរហូតតតែឈូហុងហ្វៃមកដល់ជិតទើបគាត់ឈានជើងទៅមុខលើកដៃឡើងហើយទះមួយកំភ្លៀងផាំងជាមួយនឹងការទះមួយកំភ្លៀងនោះគេអាចឃើញផ្កាឈាមដ៏ល្អមួយនៅលើផ្ដេកឈូហុងហ្វៃដែលមុននេះខ្លាំងដូចខ្លាស្រាប់តែคล้ายដូចជាខ្លែងដែលដាច់ខ្សែគាត់ហោះថយក្រោយតាមអាកាសហើយចុះចតយ៉ាងខ្លាំងនៅលើដីមួយក្បាច់គាត់ប្រើតែមួយក្បាច់ប៉ុណ្ណោះមនុស្សលេខ1ក្នុងចំនួនវ័យក្មេងរបស់ត្រកូលឈូហុងហ្វៃដែលស្ថិតនៅកម្រិតវិញ្ញាណទី6មិនអាចទប់ទល់នឹងក្បាច់តែមួយរបស់យុវជនត្រកូលស៊ូបានទេការចាញ់នេះពិតជាសោកនាដកម្មគួរឲ្យចាប់អារម្មណ៍ណាស់យុវជនដែលឈ្មោះស៊ូធានយីនោះគឺនៅកម្រិតវិញ្ញាណទី7ការឈានដល់ដំណាក់កាលនោះនៅអាយុនេះតើអនាគតគាត់មិនបំបែករាល់ការយល់ដឹងទូទៅទាំងអស់ទេគាត់គឺជាទេពកោសល្យពិតប្រាកដនៅពេលនោះអ្វីទាំងអស់បានវឹកវរសំឡេងស្រែកគ្រប់បែបយ៉ាងបានបន្តមិនឈប់ព្រោះពួកគេតក់ស្លុតដោយអំណាចរបស់ស៊ូធានយីការអាចយកឈ្នះឈូហុងហ្វៃដោយការទះមួយកំភ្លៀងបានបង្ហាញពីកម្លាំងសុទ្ធសាធរបស់គាត់កូនប្រុសរបស់ស៊ូឈាំងមានទេពកោសល្យបែបនេះមែនទេមុខរបស់ឈូយន់បាស្លេកស្លាំងហើយមាត់របស់គាត់ញ័រតិចមិនត្រឹមតែឈូហុងហ្វៃចាញ់ប៉ុណ្ណោះទេគាត់ចាញ់យ៉ាងវេទនាដូច្នេះហើយអ្នកគ្រប់គ្នាបានដឹងថាជំនាន់ត្រកូលឈូមិនអាចយកឈ្នះជំនាន់វ័យក្មេងរបស់ត្រកូលស៊ូបានទេពួកគេមិនអាចទប់ទល់នឹងការវាយប្រហារមួយដងផងនោះបានធ្វើឲ្យឈូយន់បាមានអារម្មណ៍ថាគាត់បាត់បង់មុខមាត់អស់ហើយគាត់បាត់បង់មុខមាត់ទាំងអស់ប៉ុន្តែតើគាត់អាចធ្វើអ្វីបានគាត់មិនអាចបន្ទោសចៅប្រុសរបស់គាត់ថាគ្មានទេពកោសល្យបានទេមែនទេបន្ទាប់ពីបានទាំងអស់ត្រកូលឈូរបស់គាត់មិនមានមនុស្សដែលមានឥទ្ធិពលខ្លាំងបែបនេះពីមុនមកទេហាហាហាជំនាន់វ័យក្មេងរបស់ត្រកូលឈូគឺគ្រាន់តែប៉ុណ្្នឹងទេស៊ូឈាំងនាំមកនៅសំណើចដ៏អំនួតរបស់គាត់និងក្រុមគ្រួសារស៊ូឆ្ពោះទៅកាន់ឆាករបស់ស៊ូធានយីតើមានអ្នកណាម្នាក់នៅក្នុងត្រកូលឈូដែលហ៊ានប្រយុទ្ធជាមួយខ្ញុំទៀតទេស៊ូធានយីមិនបានទុកនរណាម្នាក់ចោលឡើយគាត់បានបោះចោលការមើលងាយទៅកាន់ជំនាន់វ័យក្មេងរបស់ត្រកូលឈូនៅពេលនោះទោះបីជាអ្នកគ្រប់គ្នាពីត្រកូលឈូខឹងសម្បាយ៉ាងខ្លាំងក៏ដោយក៏គ្មាននរណាម្នាក់ហ៊ានទទួលយកការប្រកួតនោះដែរពីព្រោះពួកគេដឹងថាពួកគេមិនអាចយកឈ្នះស៊ូធានយីបានឡើយបើពួកគេនៅតែទៅទោះបីដឹងយ៉ាងនេះក៏ដោយនោះវាគ្រាន់តែមានន័យថាពួកគេកំពុងបន្ទាបបន្ថប់ខ្លួនឯងហើយមនុស្សនឹងមានការយល់ឃើញទាបចំពោះពួកគេទុកវាទៅធានយីគ្មាននរណាម្នាក់ក្នុងជំនាន់វ័យក្មេងរបស់ត្រកូលឈូអាចយកឈ្នះឯងបានទេគ្រាន់តែទុកពួកគេទៅគូស៊ូឆាំងសាយហើយនិយាយហើយវាជាការចំអកយ៉ាងខ្លាំងឃើញថាពួកគេបានសម្រេចគោលបំណងរបស់ពួកគេហើយស៊ូធានយីស្រែកតិចដោយត្រជាក់ហើយត្រៀមខ្លួនចាក់ចេញជាមួយស៊ូឆាំងខ្ញុំនឹងទទួលយកការប្រកួតនេះប៉ុន្តែនៅពេលនោះសំឡេងស្រែកដូចផ្គរលាន់បានបន្លឺឡើងភ្លាមក្នុងពេលជាមួយគ្នានោះរាងកាយមួយបានលោតឡើងលើអាកាសហើយបានចុះចតយ៉ាងរឹងមាំនៅលើឆាកជាមួយនឹងកោងដ៏ស្រស់ស្អាតឈូហ្វេងឃើញរាងកាយនៅលើឆាកគ្រប់គ្នាភ្ញាក់ផ្អើលហ្វេងអើយត្រឡប់មកវិញឈូយន់បានស្រែកយ៉ាងលឿនព្រោះគាត់ខ្លាចថាឈូហ្វេងនឹងស្ថិតក្នុងស្ថានភាពដូចឈូហុងហ្វៃដែរពិតជាគួរឲ្យអាម៉ាស់ណាស់គឺមុខរបស់ឈូយន់បាប្រែជាបៃតងគាត់មានអារម្មណ៍ថាសកម្មភាពរបស់ឈូហ្វេងនឹងធ្វើឲ្យត្រកូលឈូបាត់បង់មុខមាត់កាន់តែច្រើនថែមទៀតក្មេងឯងគិតថាឯងអាចឈ្នះបានឬស៊ូធានយីមើលឈូហ្វេងដោយការមើលងាយហើយមិនបានចាប់អារម្មណ៍នឹងគាត់តតែសោះឯងនឹងដឹងនៅពេលដែលឯងសាកល្បងហើយឈូហ្វេងញឹមដោយស្ងប់ស្ងាត់ហើយនិយាយល្អណាស់គឺស៊ូធានយីលោតទៅមុខហើយភ្លាមនោះខ្យល់បក់បោកខ្លាំងក្នុងមួយប៉ព្រិចភ្នែកគាត់បានមកដល់មុខឈូហ្វេងគាត់នៅតែប្រើការទះនោះហើយគាត់នៅតែតម្រង់ទៅចំណុចនោះគាត់ចង់ឲ្យឈូហ្វេងចាញ់យ៉ាងវេទនាដូចឈូហុងហ្វៃដែរនៅពេលនោះសមាជិកត្រកូលឈូខ្លះបានបង្វែរក្បាលរបស់ពួកគេហើយមិនហ៊ានមើលពួកគេមិនមានអារម្មណ៍អាណិតដល់ឈូហ្វេងទេប៉ុន្តែពួកគេមិនចង់ឃើញឈូហ្វេងដែលនឹងធ្វើឲ្យត្រកូលឈូបាត់បង់មុខមាត់កាន់តែច្រើននោះទេពុះ
ប៉ុន្តែគ្រាន់តែមនុស្សគិតថាឈូហ្វេងប្រកាសជាចាញ់រាងកាយរបស់គាត់បានផ្អៀងទៅម្ខាងបន្តិចហើយគាត់បានកិច្ចការវាយប្រហាររបស់ស៊ូធានយីយ៉ាងងាយស្រួលបន្ទាប់ពីនោះឈូហ្វេងតម្រង់ទិសដើម្បីទះកំភ្លៀងទៅលើមុខរបស់ស៊ូធានយីនេះគឺល្បឿនរបស់ឈូហ្វេងគឺលឿនពេកហើយស៊ូធានយីដែលកំពុងមើលងាយគាត់ត្រូវបានភ្ញាក់ផ្អើលភ្លាមគាត់បានយកដៃម្ខាងទៀតរបស់គាត់ភ្លាមហើយចង់ទប់ការទះរបស់ឈូហ្វេងដោយបង្ខំប៉ុន្តែនៅពេលដែលដៃរបស់ស៊ូធានយីហៀបនឹងប៉ះដៃរបស់ឈូហ្វេងនោះដៃរបស់ឈូហ្វេងបានប្រែប្រួលហើយទីបំផុតបាត់ទៅអាក្រក់ហើយនេះគឺជាជំនាញក្បាច់គុណដ៏អស្ចារ្យគឺស៊ូធានយីអាចប្រតិកម្មនឹងរឿងនោះដោយបទពិសោធន៍របស់គាត់ប៉ុន្តែវាយឺតពេលទៅហើយពីព្រោះបាតដៃបំភាន់របស់ឈូហ្វេងបានវាយចំទ្រូងរបស់ស៊ូធានយីយ៉ាងណែនផាំងតាក់តាក់តាក់បាតដៃបានចុះចតហើយស៊ូធានយីត្រូវបានរុញច្រានថយក្រោយពីរបីជំហានអំណាចដ៏ខ្លាំងនោះស្ទើរតែធ្វើឲ្យគាត់ធ្លាក់ពីលើឆាកមើលឈូហ្វេងពិតជាបានវាយចម្លើស៊ូធានយីមែនជាបច្ចេកទេសដ៏ខ្លាំងក្លាឯណាស់គាត់អាចទទួលបានអត្ថប្រយោជន៍តូចមួយពីមនុស្សម្នាក់នៅកម្រិតវិញ្ញាណទី7សំឡេងភ្ញាក់ផ្អើលបានផ្ទុះឡើងនៅគ្រប់ទីកន្លែងហើយអ្នករាល់គ្នាមានអារម្មណ៍ថាវាមិននឹកស្មានដល់សូម្បីតែសមាជិកត្រកូលឈូដែលស្អប់ឈូហ្វេងក៏មិនអាចជួយបានដែរក្រៅពីពង្រីកភ្នែករបស់ពួកគេជាមួយនឹងដាននៃការភ្ញាក់ផ្អើលដែលបានលេចឡើងនៅលើមុខរបស់ពួកគេការទះដែលបានកម្ចាត់ឈូហុងហ្វៃក្នុងការវាយប្រហារតែមួយមិនត្រឹមតែឈូហ្វេងគេចបានប៉ុណ្ណោះទេគាត់ថែមទាំងបានវាយចម្លើស៊ូធានយីទៀតផងតើនេះមានន័យដូចម្ដេចយ៉ាងហោចណាស់វាមានន័យថាអំណាចរបស់ឈូហ្វេងគឺខ្លាំងជាងឈូហុងហ្វៃទៅទៀតមិនបាច់និយាយពីអ្នកដទៃទេសូម្បីតែឈូយ៉នបាដែលមានអារម្មណ៍ខឹងពីមុនក៏យកចិត្តទុកដាក់កាន់តែខ្លាំងហើយភាពភ្ញាក់ផ្អើលក៏ពេញនៅក្នុងភ្នែករបស់គាត់មានជំនាញបន្តិចបន្តួចប៉ុន្តែខ្ញុំនឹងមិនទុកឯងដោយស្រួលលើកនេះទេផាំងស៊ូធានយីបានបោះជំហានទៅមុខភ្លាមហើយសំបីតែឆាកក៏ញ័រតិចដោយជំហានរបស់គាត់ដែរជាមួយនឹងកម្លាំងខ្លាំងគាត់បានមកដល់មុខឈូហ្វេងម្ដងទៀតដៃទាំងពីរត្រូវបានលាតសន្ធឹងស្រមោលកណ្ដាប់ដៃបានបំពេញខ្យល់ដោយនាំខ្យល់ខ្លាំងជាមួយពួកគេប្រៀបដូចជាព្យុះភ្លៀងដែលទៅជាមួយខ្យល់ជំនាញក្បាច់គុណលំដាប់ទី3ហ្វូងមនុស្សតក់ស្លុតពួកគេអាចប្រាប់បានថាស៊ូធានយីកំពុងប្រើជំនាញក្បាច់គុណលំដាប់ទី3ដែលគាត់បានធ្វើឲ្យស្ទាត់ជំនាញឈូហ្វេងមិនអាចការពារខ្លួនពីជំនាញក្បាច់គុណបែបនោះបានឡើយបន្ថែមលើកម្លាំងនោះវាបានមកដល់ទាន់ពេលហើយប៉ុន្តែមនុស្សមិនដែលនឹកស្មានថាឈូហ្វេងនឹងមិនដកថយពីការវាយប្រហារដ៏ខ្លាំងក្លារបស់ស៊ូធានយីនោះទេជាមួយនឹងចលនានៃដៃទាំងពីររបស់គាត់បាតដៃរាប់មិនអស់បានលេចចេញមកជាបណ្ដាស្រមោលនៃបាតដៃនីមួយគឺពិតប្រាកដណាស់ផ្ដោតទៅមើលគឺហាក់ដូចជាខ្លួនរបស់ឈូហ្វេងដុសដៃរាប់មិនអស់ក្លិនដែលវាបញ្ចេញគឺខ្លាំងជាងរបស់ស៊ូធានយីទៅទៀតផាំងផាំងផាំងកណ្ដាប់ដៃរាប់មិនអស់បានប្រឆាំងនឹងបាតដៃរាប់មិនអស់គ្មាននរណាម្នាក់មានគុណសម្បត្តិនៅពេលនោះខណៈដែលពួកគេប្រយុទ្ធហូនៅពេលនោះហ្វូងមនុស្សចាប់ផ្ដើមពុះកញ្ជ្រោលម្ដងទៀតវាមិនច្រើនទេប្រសិនបើឈូហ្វេងគ្រាន់តែប្រើជំនាញលំដាប់ទី3ប៉ុណ្ណោះប៉ុន្តែគាត់បានប្រើជំនាញក្បាច់គុណលំដាប់ទី3ដល់កម្រិតដែលធ្វើឲ្យគាត់ស្មើនឹងស៊ូធានយីវាត្រូវបានគេដឹងថាគាត់ស្ថិតនៅកម្រិតទី5មួយប៉ុណ្ណោះខណៈដែលគូប្រជែងរបស់គាត់ស្ថិតនៅកម្រិតទី7នេះឈូហ្វេងពិតជាប្រើជំនាញនេះមែនក៏បន្ទាប់ពីសង្កេតមួយរយៈឈូវៃស្រាប់តែយល់ហើយភាពតក់ស្លុតនៅលើមុខរបស់គាត់កាន់តែក្រាស់វៃអើយតើឈូហ្វេងកំពុងប្រើជំនាញអ្វីរំពេចនោះសំឡេងរបស់បុរសចំណាស់ម្នាក់បានបន្លឺឡើងនៅក្បែរគាត់លើកក្បាលឡើងមើលនោះគឺជាឈូយ៉នបាភាពតក់ស្លុតបានព្យួរនៅលើមុខរបស់ឈូយ៉នបាដែរប៉ុន្តែនៅក្នុងភ្នែកដែលគាត់កំពុងមើលឈូហ្វេងវាពោពេញទៅដោយការចង់ដឹងចម្លើយ